បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងប្រព័ន្ធ social media បាទក្នុង Facebook ទាំងអស់គ្នាបាទថ្ងៃនេះដែរគឺខ្ញុំបានបណ្ឌិតយកទស្សនវិជ្ជាបាទតាមផ្លូវជាតិលេខ48ផ្លូវឆ្ពោះទៅខេត្តកោះកុងបាទខេត្តកោះកុងអញ្ចឹងនេះក៏ជាចំណែកទូមួយសម្រាប់ការចែករំលែកពីទស្សនវិជ្ជាតាមដងផ្លូវជាតិលេខ48ចាំផ្លូវនេះគឺយើងមកពីប្រជានិគុណដល់ផ្លូវ8ស្រែអំបិលបាទ748ឈ្មោះទៅខេត្តកោះកុងហើយខាងមុខនេះយើងទៅបន្តិចទៀតនេះគឺយើងទៅដល់ផ្លូវបំបែកខាងមកបាំងមកទៅខេត្តពោធិ៍សាត់បាទតែនេះក៏ជាចំណែកទូមួយទេយើងមិនអាចថតពីមកបានទេដោយសារគាត់យើងធ្វើពីវែងគាត់ចំណែកទូមួយនៅក្នុងតាមផ្លូវជាតិលេខ48នេះបាទតែគឺតំបន់នេះគឺយើងដល់900ជាងហើយបាទទេសភាពនៃរដូវលំហើយខែនេះគឺយើងរដូវលំហើយបាទក្នុងខែ11ខែ12គឺរដូវលំហើយហើយខែកណ្ដាប់គឺសល់មកតាមក្នុងផ្លូវបាទបើយើងនិយាយថាបើសិនជាពេលព្រឹកពេលល្ងាចយើងកាន់តែស្អាតតែនេះមកដល់ជាងទៅដល់11តែទីស្ទាបនៅពេលយើងនិយាយថានៅតែសក់បំប្រងសម្រាប់អ្នកទស្សនាដែលចូលចិត្តបែបធម្មជាតិយើងមើលទៅគឺឃើញវាស្រស់ស្អាតតែម្ដងស្រស់ស្អាតតែម្ដងនេះសម្រាប់អ្នកដែលចូលចិត្តជាមួយនឹងធម្មជាតិអ្នកស្រឡាញ់បែបធម្មជាតិតែបើអ្នកដែលគាត់មិនស្រឡាញ់ទោះបីជាមើលយ៉ាងម៉េចស្រស់ស្អាតតែមិនឃើញទេបាទអញ្ចឹងគាត់ណាវីដេអូមួយនេះគាត់ឲ្យចូលចែកលេខមួយបាទថារួមចំណែកទូចមួយនៅក្នុងការផ្សព្វផ្សាយផ្លូវជាតិលេខ48ខេត្តកោះកុងហើយយើងមើលផ្លូវស្អាតតែស្អាតអត់ដូចមុននេះគឺគេ
លើកស្ទួយវិស័យទេសចរវិជាការចូលរួមចំណែកការវិវត្តរបស់ប្រទេសជាតិយើងដែរការផ្សព្វផ្សាយរបស់យើងមួយវិជាការចូលរួមចំណែកមួយការអភិវឌ្ឍប្រទេសកម្ពុជាយើងកន្លែងមើលថាឡើងផ្លូវផ្លឹកសម្រាប់ម៉ែបងប្អូនកាលមុនមកនេះរៀងប្រើរយៈពេលច្រើនមកតែមិនបាច់ប្រើច្រើនមកគឺថាឡើងលើអីចាំដល់សារតែផ្លូវល្អអញ្ចឹងមកនេះគឺខ្ញុំលើកប្រាប់គឺផ្លូវបំបែកខាងមកបាំងខាងពោធិ៍សាត់ដល់ពោធិ៍សាត់មានអ្វីច្រើនទេក៏អត់ចង់ធ្វើច្រើនដែរតែយើងធ្វើវិញណាវីដេអូហើយប្រហែលម៉ោងហើយថតបើច្រើនម៉ោងគាត់ថតវិញបែបនេះក៏200តេគាត់ថតវិញគាត់អាចជាវីដេអូមួយចូលរួមចែកចម្លែកពីការផ្សព្វផ្សាយរបស់ទេសចរនៃប្រទេសជាតិកម្ពុជាយើងដើម្បីអាចទៅដល់ប្រទេសខ្មែរយើងជាប្រទេសមួយដែលអាចឆារយៈប្រទេសខ្មែរយើងជាប្រទេសមួយដែលស្រស់ស្អាតហើយផ្លូវក៏ស្អាតធម្មជាតិទៅតាមដងផ្លូវក៏ស្អាតយើងឃើញពីការអភិវឌ្ឍពីមួយដំណាក់កាលទៅមួយដំណាក់កាលកាន់តែងាយស្រួលទៅដល់ការធ្វើដំណើររបស់បងប្អូនជាពលរដ្ឋផ្លូវល្អ